បាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទលើកយកយន្តទាំងពីរនេះមកចែករំលែកជូនបងប្អូនទាំងអស់គ្នាប្រើជាគ្រឿងជំនួយក្នុងការការពារអាវុធយុទ្ធភ័ណ្ឌគ្រាប់កាំភ្លើងតូចធំបងប្អូនអាចយកយន្តទាំងពីរនេះទៅចារនឹងក្រណាត់ឬចារនឹងផែនសំណផែនមាសផែនប្រាក់ផែនស្ពាន់យកធ្វើជាខ្សែចង្កេះសម្រាប់ពាក់ការពារគ្រាប់កាំភ្លើងតូចធំការពារសត្រាវុធពេលយើងឡើងប្រយុទ្ធឡើងច្បាំងនៅពេលស្រុកមានសង្គ្រាមបងប្អូនអាចយកទៅចារហើយពាក់តាមខ្លួនខ្ញុំនឹងថតឲ្យគៀកជូនបងប្អូនមើលឲ្យច្បាស់ហើយមើលយន្តខាងនេះយន្តនៅចំកណ្ដាលនេះគឺអក្សរកសកដល់ស្រៈអាហើយគូសរង្វង់ឆ្វែលជំវិញដោយលេខ1គេថារង្វង់ការពាររង្វង់ការពារហើយនៅខាងលើនេះជាតួអក្សរតួអក្សរមុនគាថាសម្រាប់បញ្ចុះជាមួយគ្នានេះជាតួព្រះខ្វាមព្រះកវមតិតួនេះមុនគេថាវិវេវិធាអរហង្គត្រង់វិវេនេះភាគច្រើនគឺវិវេអក្សរវោស្រអ៊ីហើយវោស្រអេកន្លែងទៅនេះដាក់ស្រអែហើយទៅនេះវេវិនេះស្រអេខ្លាច់នេះវោដាក់ស្រអេហើយឡើយនេះវោដាក់ស្រអ៊ីតែនៅក្នុងយន្តនេះវោដាក់ស្រអេនេះគឺខ្ញុំចម្លងមកពីច្បាប់ដើមបងប្អូនចង់សរសេរវិវេនេះចង់ត្រង់ក្លាច់នេះដាក់ស្រអេបងប្អូនដាក់ស្រអេក៏បានហើយក្លាច់នេះដាក់ស្រអេក៏ដាក់បានបងប្អូនដាក់បានក្លាច់នេះវិវោអ៊ីវិទៅនេះក្លាច់នេះវោដាក់ស្រអេវេទៅហើយក្លាច់នេះវោដាក់ស្រអេដូចគ្នាទៅក្លាច់នេះវិអានថាវិវេវិបងប្អូនអាចបដូរក្លាច់នេះបានចង់ដាក់ស្រអេឲ្យត្រូវតាមអក្សរវិវេវិធាអរហង្គនេះជាច្បាប់ដើមនៅមុនគេថានេះត្រង់នេះតែបើបងប្អូនចង់ដាក់ស្រអេក៏ដាក់ចោះវាមិនខុសអីទេវាមិនខុសពីក្បួនបញ្ជាទេក្បួនបញ្ជាគឺវិវេវិធាអរហង្គគឺដូចគ្នាគុតធាំងអត្ថោធោពុទ្ធោអត្ថំនេះជាមុនគាថាការពារគ្រាប់កាំភ្លើងគឺឧត្តកាំភ្លើងមុនឧត្តកាំភ្លើងបាញ់មិនចេញតែយន្តមួយនេះគឺសម្រាប់ការពារគ្រាប់កាំភ្លើងទាំងតូចទាំងធំគឺបញ្ជាគ្រាប់ហើយនឹងឧត្តកាំភ្លើងការពារខាងអាវុធយុទ្ធភ័ណ្ឌគឺគ្រាប់កាំភ្លើងខាងនេះគឺជាយន្តខាងបញ្ជាគ្រាប់តូចធំនេះខាងលើនេះជាតួយន្តព្រះកវមតិតួយន្តព្រះកវមតិនេះធាតុទាំង4គឺអ្នកមៈពៈតៈនេះជាធាតុទាំង4ដែលតំណាងឲ្យព្រះ4ព្រះអង្គព្រះពុទ្ធ4ព្រះអង្គបញ្ចុះអក្សរនៅក្នុងតួយន្តកវមតិនេះជាធាតុទាំង4នៃមេបតៈអ្នកនេះគឺតំណាងឲ្យព្រះមួយអង្គគឺព្រះពុទ្ធកកុសន្ធោព្រះពុទ្ធកកុសន្ធោនេះអានអ្នកនេះណូអ្នកនេះហើយអសមោនេះមៈនេះតំណាងឲ្យព្រះ
កោអ្នកកមនោព្រះកោអ្នកកមនោហើយអក្សរពោនេះតំណាងឲ្យព្រះពុទ្ធកសពបន្ទាប់មកអក្សរតោនេះគឺតៈនេះតំណាងឲ្យព្រះសាមណគោតមអក្សរតោតៈនេះហើយតួអង្គទាំង4នេះក្នុងអក្សរៈនៅក្នុងយន្តនេះតំណាងឲ្យព្រះទាំង4អង្គពាក្យថានិមិបតៈនេះព្រះពុទ្ធកុកសន្ធោព្រះពុទ្ធកោអ្នកកមនោព្រះពុទ្ធកសពព្រះសាមណគោតមទាំង4អង្គនៅពេលបងប្អូនគូយន្តបញ្ចុះអក្សរៈនេះបងប្អូនបញ្ចុះណូនេះថាបញ្ចុះថាសូត្រថាអ្នកករហោតិសម្ភវោបានជាអ្នកបន្ទាប់មកបងប្អូនបញ្ចុះអក្សរម៉ូនេះមករហោតិសម្ភវោបានជាមៈរួចអក្សរពោនេះពៈនេះពៈករហោតិសម្ភវោបានជាពៈរួចអក្សរតោនេះតៈករហោតិសម្ភវោបានជាតៈបងប្អូនបញ្ចុះរបៀបបញ្ចុះនេះគឺជារបៀបបញ្ចុះក្បួនបឋមង្គដោយបញ្ចុះមុនព្រះ5ព្រះអង្គដែរព្រោះនិមិបតៈនេះជាតួអង្គតំណាងឲ្យតួព្រះតែត្រង់នេះជាព្រះ4ព្រះអង្គយើងបញ្ចុះដូចមុនព្រះ5ព្រះអង្គនេះបញ្ចុះតាមក្បួនបឋមង្គទៀតមកបញ្ចុះនៅមុនខាងក្រោមនេះមុនគេថាខាងក្រោមនេះត្រង់នេះអានថាព្រះពុទ្ធាំងផុតព្រះធម្មាំងផុតព្រះសង្ឃាំងផុតនេះគឺជាមុនផាត់មុនបញ្ជាគ្រឿបតូចធំមិនអោយធ្លាក់ចិត្តខ្លួននេះជាយន្តខាងការពារគ្រឿបកំភ្លើងការពារគ្រឿបតូចធំខ្ញុំបាទចែករំលែកជូនបងប្អូនសម្រាប់យកទៅចានិងសំណឬក៏ចានឹងផែនមាសផែនប្រាក់ផែនស្ពិនសម្រាប់ធ្វើខ្សែចង្កេះឬក៏បងប្អូនទៅចានឹងអាវយន្តឬក៏កន្សែងយន្តឬក្រណាត់យន្តសម្រាប់ទុកតាមខ្លួនដើម្បីការពារសត្រាវុធគ្រឿងកំភ្លើងតូចធំហើយបងប្អូនចារួចបងប្អូនសូត្រដាស់ទៅតាមមុននៅក្នុងនេះបានរួចក៏សូត្រដាស់នៅមុនផ្សេងបានបន្ថែមទៀតបើបងប្អូនមានជំនឿជឿខាងបុរាណផ្នែកខាងបុរាណមានយន្តបុរាណមុនបុរាណនិងថ្នាំបុរាណក្តីបងប្អូនជួយចុចពាក្យថា Subscribe ឬពាក្យថាជាវដើម្បីឲ្យបានវីដេអូថ្មីខ្ញុំបាទក៏សូមអរគុណដែលបងប្អូនបានតាមដានទស្សនានៅវីដេអូនេះ